ហើយសិលសីឡាំងអភិរណੰសេដ្ឋាំងគឺថាសិលជាគ្រឿងអភិរណៈផោះភាបណ្ណាការគឺល្អណាស់សម្បត្តិសិលនឹងតិចតិជុំក្នុងជីវិតយើងរស់នៅចឹងគិតតែបាណាពិបាតាវេរមណីមួយមើលល្អប៉ុណ្ណាទៅចូលតម្រាំអត្តនេទានាវេរមណីទៀតញាតិញោមគ្រាន់តែយកសិក្ខាបទ5នឹងមកអង្គុយពិចារណានឹងកើតបៃតេអមែនទេចឹងអត្រង់តែសំណាងណាស់បានកាន់សិលហើយមានបរតនត្រ័យជាបាតទៀតពិចារណាមើលល្អមែនទេណាតែវេរមណីនឹងល្អណាស់ណាល្អសម្រាប់ខ្លួនយើងផងល្អសម្រាប់អ្នករតីផងពលឺភ្លឺស្វាងសម្រាប់ជាមរតកដល់កូនចៅទៀតផងហើយចាគៈនឹងជាស្បៀងអត់មានខ្វះអីទេក្នុងដំណើរផ្លូវហើយបញ្ញានឹងជាអាវុធក៏ណានឹងគឺសិតតែមានបល័យពុទ្ធិកាទៀតចាគៈនឹងជាស្បៀងដល់ឧត្តមទៀតបាថយមុតតមੰហ្នឹងហើយបញ្ញាវុទ្ធោសម្រាប់ការពារខ្លួនរក្សាខ្លួននៅពេលដែលមានវិបត្តិអន្តរាយដែលកើតមកអំពីកិលេសដែលត្រូវចាញ់បោកលោកនេះគឺមានបញ្ញាជាគ្រឿងរក្សាមិនឲ្យមានសត្រូវអីណាមកនាំយើងឲ្យចូលនៅក្នុងវិបត្តិផ្លូវមាផ្លូវបិសាចអីទេគឺថាបានដើរនៅក្នុងផ្លូវនៃព្រះសម្មាសម្ពុទ្ធហើយពុទ្ធបរិស័ទញាតិញោមចាំចុះបើយើងបានដើរផ្លូវព្រះសម្មាសម្ពុទ្ធត្រឹមត្រូវត្រង់ហើយទាំងគុណចាស់ទៀតណានឹងពុទ្ធបរិស័ទបាសកបាសិកាយើងគឺយើងកុំចាំបាច់ចង់ដើរផ្លូវអ្វីដែលយើងមិនចង់ប៉ុន្តែយើងត្រូវការអ្នកស្រឡាញ់យើងឬក៏ត្រូវការអ្វីក្នុងโลกហ្នឹងអញ្ចឹងគឺមិនចាំបាច់ទេយើងដើរនៅក្នុងផ្លូវដែលយើងបានទទួលពីព្រះពុទ្ធអង្គមកគឺថាទីកោចររបស់ព្រះបិតាអ្នកដែលមកស្រឡាញ់យើងមិនចេះខ្វះទេសិតតែជាអ្នកមានអធិស្រ័យដើរក្នុងផ្លូវជាមួយយើងដើរទៅទាំងអស់គ្នាទៅមិនចាំបាច់យើងចង់ទៅដើរផ្លូវដទៃដើម្បីឲ្យបានអ្នកស្រឡាញ់យើងទេគឺយើងដើរក្នុងផ្លូវយើងចំហរបស់យើងអ្នកដែលស្រឡាញ់យើងគឺមកមិនចាំបាច់មកកែយើងទៅក្នុងផ្លូវដទៃទេគឺថាមកផ្លូវជាមួយគ្នាទៅរកសេចក្តីសុខរួចផុតចាកទុក្ខទាំងអស់គ្នាសូមអនុមោទនា